ជំរាបសួរបងប្អូនទាំងគ្នាវីដេអូនេះខ្ញុំចែករំលែកអំពីរឿងក្តៅខ្លួនចំពោះកុមារមានឪពុកម្ដាយជាច្រើនដែលគាត់មកផ្សំថ្នាំកម្ដៅកូនគាត់38 39គាត់ចង់ឲ្យគ្រូពេទ្យហ្នឹងដាក់ថ្នាំមកលេបពីលេបសិនដើម្បីតាមដានប្រសិទ្ធភាពថ្នាំឬក៏ឪពុកម្ដាយខ្លះគាត់ចាក់គាត់ថាគាត់ក្តៅខ្លួនកូនគាត់ក្តៅខ្លួនអញ្ចឹងទៅគាត់មកចាក់គ្រូពេទ្យនោះទៅតាមមកជួលទៅបាត់ទៅបងប្អូនទាំងគ្នាតើកាលណាយើងព្យាបាលជំងឺតាមរយៈផ្លូវកាត់ឬក៏កាប់ដាវដូចនេះណាគឺវាធ្វើឲ្យសរីរាង្គកូនបងប្អូនទាំងគ្នានឹងចាប់ផ្ដើមមានការថយចុះខួរក្បាលវិវត្តមិនសូវល្អជាពិសេសគឺការប្រើប្រាស់ថ្នាំផ្ដាសាយនឹងតែម្ដងបកមកវិញរឿងក្តៅខ្លួននឹងគឺជាធម្មតាកម្រិតថ្នាំគឺគេត្រូវប្រើប្រាស់តាមដូសរបស់វាប៉ារ៉ាសេតាមុលនឹងគឺគេប្រើប្រាស់ដូសគេយកគីឡូកូននឹងគុណនឹង10ឬក៏15ហើយប្រើរយៈពេលពី4ម៉ោងទៅ6ម៉ោងឬក៏8ម៉ោងតាមចន្លោះពេលវេលាអញ្ចឹងទៅប៉ុន្តែមានចំណុចខ្លះគឺបងប្អូនទាំងអស់គ្នាតែងតែទាមទារឲ្យគ្រូពេទ្យនឹងដាក់ថ្នាំឲ្យខ្លាំងឲ្យឆាប់បាត់ឲ្យឆាប់ជាទៅបងប្អូនសរសើរពេទ្យនោះថាជាពេទ្យប៉ាកែជាក់ស្ដែងទៅខ្ញុំមានការព្រួយបារម្ភមែនទែនចុះបើកូនក្មេងនោះគាត់អាយុ2ឆ្នាំប៉ុន្តែស្រាប់តែគ្រូពេទ្យដាក់ថ្នាំដើម្បីឲ្យកូនបងប្អូនចុះត្រជាក់ឆាប់ចុះត្រជាក់តាមចិត្តបងប្អូនណាដើម្បីឲ្យអ្នកជំងឺសរសើរថាគ្រូពេទ្យប៉ាកែស្រាប់តែគ្រូពេទ្យដាក់ថ្នាំលើកម្រិតដូសកម្រិតខ្ពស់កម្រិតមនុស្សចាស់ឲ្យកូនក្មេងអាយុ2ឆ្នាំលេបចុះត្រជាក់មែនបងប្អូនទាំងអស់គ្នាចុះត្រជាក់ហើយប៉ុន្តែសួរថាតើថ្លើមតម្រងនោមរបស់គាត់សរីរាង្គខាងក្នុងរបស់គាត់អាចទប់ទល់ជាមួយនឹងកម្លាំងថ្នាំនឹងបានដែរឬក៏នេះហើយជាអ្វីដែលខ្ញុំបារម្ភពេលខ្លះទៅអ្នកជំងឺគាត់តែងតែចង់ឲ្យគ្រូពេទ្យនឹងមើលជំងឺដោយការកាត់ដាវអត់ចង់ឲ្យមានការពិនិត្យច្រើនអត់ចង់ឲ្យមានការពិនិត្យឈាមអីទេទទួលស្គាល់ដោយសារតែយើងបញ្ហាសេដ្ឋកិច្ចយើងអត់ចង់អស់លុយច្រើនប៉ុន្តែយ៉ាងណាខ្ញុំនៅតែបារម្ភចំពោះសរីរាង្គរបស់ក្មេងៗណាបងប្អូនទាំងគ្នាបើសិនជាអាចបងប្អូនទាំងគ្នាធ្វើទៅតាមក្បួនពេទ្យទោះបីថាការច្រកថ្នាំនោះម្ដងហើយអត់ទាន់បាត់ទេបងប្អូនត្រូវតែបន្តច្រកពីមួយថ្ងៃទៅមួយថ្ងៃពីតាមម៉ោងរបស់វានឹងទៅអាចថាក្មេងខ្លះអាចទាមទារពេលវេលា1ថ្ងៃឬក៏2ថ្ងៃទើបគាត់ចុះត្រជាក់ទៅតាមក្បួនខ្នាតរបស់ពេទ្យអញ្ចឹងទៅហើយការជួយឲ្យកូនចៅកូនរបស់បងប្អូនទាំងគ្នាបញ្ចុះកម្ដៅណាមិនមែនតែរឿងថ្នាំមួយមុខទេគឺយើងមានបច្ចេកទេសផ្សេងទៀតដើម្បីជួយឲ្យកូនរបស់បងប្អូនទាំងគ្នាចុះត្រជាក់ហើយការក្តៅខ្លួនហ្នឹងក៏យើងត្រូវរកមូលហេតុរបស់វាដែរមានបងប្អូនខ្លះទៅចាក់ថ្នាំនៅគ្រូពេទ្យផ្សេងសួរមូលហេតុថាកូនគាត់ឈឺអីគាត់អត់ដឹងទេហើយអត់ដឹងថាក្តៅខ្លួនហ្នឹងមកពីអីទៀតស្រាប់តែទៅចាក់ហើយបាត់3 4ម៉ោងអញ្ចឹងទៅក៏ក្តៅខ្លួនមកវិញហើយក្តៅហ្នឹងក៏ខ្លាំងជាងមុនទៅចុះបើសិនជាកូននឹងគ្រុនឈាមហើយប្រើប្រាស់ពពួកគេហៅថាពពួក steroid ឬក៏ NSAID ជាថ្នាំបកែនៅក្នុងការបញ្ចុះកម្ដៅណាប៉ុន្តែនៅពេលដែលគ្រុនឈាមក្តៅខ្លួនចាក់អានឹងទៅធ្វើឲ្យមានបញ្ហានៃការបែកគ្រាប់ឈាមបងប្អូនគិតមិនវិញបងប្អូនឃើញអត់វាមានបញ្ហាច្រើនអញ្ចឹងហើយបានជាគ្រូពេទ្យដូចជាខ្ញុំអីតែងតែបារម្ភសរីរាង្គក្មេងៗចាប់ផ្ដើមថយចុះខួរក្បាលក្មេងៗចាប់ផ្ដើមអត់ឆ្លាតទេដោយសារអីទៅរៀនងុយតែដេកខួរក្បាលក៏ខ្សោយដោយសារតែបងប្អូនទាំងគ្នាកូនផ្ដាសាយចង់ឲ្យតែឆាប់បាត់គេផ្សំថ្នាំផ្ដាសាយមនុស្សធំឲ្យលេបឬក៏ដូចជាពពួកថ្នាំផ្ដាសាយchlorpheniramine គឺជាថ្នាំផ្ដាសាយមួយដែលអត់ប្រើចំពោះក្មេង2ឆ្នាំទេក្រោម2ឆ្នាំទេប៉ុន្តែសង្កេតឃើញភាគច្រើនណាគឺនៅតំបន់ខ្ញុំនេះគឺប្រើរ៉ាប់តែម្ដងក្មេងចាប់ពី3ខែរហូតដល់6ខែ1ឆ្នាំកន្លះអីហ្នឹងគឺ chlorpheniramine ហ្នឹងគឺប្រើច្រើនហើយប្រើហ្នឹងគឺមានប្រសិទ្ធភាពរបស់គេមែនប៉ុន្តែការសិក្សារបស់គេគឺគេហាមមិនឲ្យប្រើទេអញ្ចឹងបងប្អូនទាំងគ្នាសូមបងប្អូនទាំងគ្នាយកចិត្តទុកដាក់រឿងគ្រឿងក្នុងសរីរាង្គខាងក្នុងរបស់កូនបងប្អូនទាំងគ្នាផងកុំគិតយកចិត្តទុកដាក់តែលើថាក្តៅខ្លួនហើយចង់ឲ្យទៅចុះកម្ដៅពេកព្រោះថាវាអាចមានផលវិបាកទៅថ្ងៃក្រោយបងប្អូនទាំងគ្នាសំណូមពរបងប្អូនទាំងគ្នាមែនតែនការព្យាបាលជំងឺមួយទាមទារពេលវេលាទាមទារបច្ចេកទេសឲ្យបានត្រឹមត្រូវទៅវាអត់មានផលវិបាកនៅថ្ងៃក្រោយអញ្ចឹងបងប្អូនទាំងគ្នា
ហើយបងប្អូនទាំងគ្នាមានចម្ងល់អីផ្សេងតាក់ទងមួយបច្ចេកទេសពេទ្យបងប្អូនទាំងគ្នាអាច comment នៅក្នុងវីដេអូរបស់ខ្ញុំខាងក្រោមខ្ញុំនឹងចែករំលែកតាមតែអ្វីដែលអាចធ្វើទៅបានអរគុណច្រើនជូនពរបងប្អូនទាំងគ្នាសុខសាន្ត